ប្រទេសទូគីកាលពីថ្ងៃអាទិត្យបានរិះគន់មិនសំចៃមាត់ថាការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើតំបន់កាហ្សាបង្ហាញយ៉ាងច្បាស់ថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu គ្មានចេតនាចង់បានសន្តិភាពពិតប្រាកដជាមួយប៉ាឡេស្ទីនឡើយក្រសួងការបរទេសទូគីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័រផ្លូវការថាគោលបំណងតែមួយគត់របស់លោកនាយករដ្ឋមន្ត្រី Netanyahu គឺការបណ្ដេញប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីកំណើតរបស់ពួកគេហើយរារាំងការបង្កើតសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ក្រសួងនេះបានសង្កត់ធ្ងន់ថាលោក Netanyahu កំពុងបន្តចាត់វិធានការដែលធ្វើឲ្យខូចតុល្យភាពដ៏ផុយស្រួយនៅក្នុងតំបន់និងបំផ្លាញដំណើរការចរចាស្វែងរកបទច្បាញ់ដែលដឹកនាំដោយប្រទេសនានាជាពិសេសសហរដ្ឋអាមេរិកក្រសួងនេះបានប្រមានធ្ងន់ធ្ងរថាគោលនយោបាយបច្ចុប្បន្នរបស់រដ្ឋាភិបាលអ៊ីស្រាអែលកំពុងតែព្យាយាមប្រែក្លាយតំបន់មជ្ឈិមបូព៌ាទាំងមូលទៅជាសមរភូមិចំនួនដ៏ធំមួយទន្ទឹមនឹងគ្នានេះក្រសួងការបរទេសទូគីបានអំពាវនាវដល់ប្រទេសនានាដែលគាំទ្រសន្តិភាពនិងវិបុលភាពសម្រាប់ប្រជាជនប៉ាឡេស្ទីននិងតំបន់ទាំងមូលគួរតែធ្វើសកម្មភាពឲ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវរួមគ្នាគោរពតាមច្បាប់អន្តរជាតិនិងតម្លៃមនុស្សធម៌ដើម្បីប្រឆាំងនឹងវិធីសាស្ត្រពង្រីកទឹកដីនិងយោធានិយមរបស់អ៊ីស្រាអែល